ខ្ញុំមិនអាចជិះ F16 ល្បាតតាមព្រំដែនកម្ពុជាថៃបានទេបងប្អូននេះគឺជាសម្ដីពិតៗរបស់អាមុខថាសនាយករដ្ឋមន្ត្រីថៃចាបានប្រាប់អ្នកកាសែតម្សិលមិញបងប្អូនណាហ្នឹងហើយវាបាននិយាយថាចេះបងប្អូនកងទ័ពជើងអាកាសថៃនឹងមិនអនុញ្ញាតឲ្យខ្ញុំឡើងជិះយន្តហោះ F16 ដើម្បីល្បាតព្រំដែនកម្ពុជាថៃនៅថ្ងៃទី14ខែសីហាឆ្នាំ2026ខាងមុខនេះឡើយដោយសារតែទ័ពអាកាសថៃត្រូវការពិនិត្យសុខភាពរបស់ខ្ញុំជាមុនសិនហើយវាបាននិយាយទៀតថាកងទ័ពជើងអាកាសថៃនឹងអនុញ្ញាតឲ្យលោកចូលរួមត្រឹមស្ដាប់របាយការណ៍អំពីស្ថានភាពព្រំដែនកម្ពុជាថៃនិងយល់ដឹងអំពីសមត្ថភាពកងទ័ពជើងអាកាសថៃនិងលើកកម្ពស់ចាដល់ទឹកចិត្តកងទ័ពគ្រប់គ្រាន់ហើយវាបាននិយាយទៀតថាអញ្ចេះកងទ័ពជើងអាកាសថៃក៏ទាមទារឲ្យលោកចូលរួមវឹកវើនិងសាកល្បងលោតឆាត់យោងជាជំហានដំបូងខ្លាច់បាក់កងាប់បងប្អូនសម្ដីពិតៗរបស់វាតែម្ដងចានិយាយទៅអាក្រោយនឹងខ្ញុំបន្ថែមទេក៏ប៉ុន្តែមិនហ៊ានជីបងប្អូនចាគឺដោយសារតែប្រជាជនសង្កទូទាំងប្រទេសឲ្យដាក់ទំនាយបងប្អូនមានទាំងអ្នកហែសពទៀតនោះយើងឃើញនឹងភ្នែកទាំងអស់គ្នាហើយមែនទេចាឬមួយក៏អាមុខថាវាចូលមើល status ខ្ញុំដាក់ថាវាធ្លាក់យន្តហោះងាប់ដែរហ្នឹងខ្ញុំថាអាមុខថាធ្លាក់យន្តហោះងាប់ហើយខ្ញុំយល់សពឃើញយប់មិញចាព័ត៌មានមួយហ្នឹងខ្ញុំនិយាយលេងសោះលេងជេរខ្ញុំច្រើនដែរហ្នឹងហ្នឹងហើយអត់ចេះអានអក្សរគេទេគេដាក់ក្នុង comment ថាអញយល់សពអាម៉េចមកទៅអញទាំងអញយល់សពទៀតមិនមែនឯងចូលក្នុងយល់សពអញទៅទៀតមិនមែនអាប្រជាជនខ្មែរមួយចំនួនតូចពួកអាខួសៀមពួកក្បត់ជាតិពួកបពប្រឆាំងយូរឯងនិយាយថាអាមុខថាធ្លាក់យន្តហោះងាប់តែក្នុងយល់សពសោះហ្នឹងក៏វាមកជេរឯងដែរគិតទៅកាយយើងសម្រាប់តែគេទៅឲ្យជេរគេជេរមែននេះបងប្អូននិយាយទៅក្នុងព័ត៌មានហ្នឹងថ្ងៃ14ហ្នឹងអាមុខថាចាគឺអត់បានទៅជិះយន្តហោះ A16 ដូចតែវាអួតទេបងប្អូនចាវាខ្លាចជិះទៅវាតៃហោងបងប្អូនពីព្រោះគេដាក់ទំនាយសឹងថា10លាននាក់ឯងដឹងបងប្អូនទាំងប្រជាជនខ្មែរទាំងប្រជាជនសៀមចាអរគុណច្រើនសម្រាប់ការ share